Nèបងប្អូនឥឡូវនេះឃើញថាដំណេញលក់តាមបណ្ដាញសង្គមមានលក្ខណៈផុសផុលប្រងព្រាតបាទប្រជែងតម្លៃគ្នាបាទអញ្ចឹងគឺថាជាឱកាសរបស់អតិថិជនបាទនឹងបានទទួលបានតំណែងធូរថ្លៃហ្នឹងអញ្ចឹងបើមើលរឿងខ្សែក្រវ៉ាត់កាបូបដៃវិញគឺថាវាច្រើនពេកណាអញ្ចឹងអ្នកទិញគាត់មិនដឹងថាជំរើសថាទិញមួយណាឲ្យចំរបស់ល្អរបស់គុណភាពល្អតម្លៃថោកអីចឹងណាគាត់ពិបាកគេហៅថាសម្រេចចិត្តណាអញ្ចឹងមួយពេលដែលជួបខ្ញុំគាត់ថាដល់ឥឡូវលែងទុកចិត្តទិញមួយមកប៉ះសិតតែរបស់អត់ល្អហ្នឹងហើយអញ្ចឹងបានថាបងប្អូនមុនសម្រេចចិត្តត្រូវមុននឹងទិញអូសមើលเพจមួយសន្ទុះសិនបងប្អូនណាឥឡូវនេះខ្ញុំរីខមមិនឲ្យអតិថិជនបើចំពោះខ្សែក្រវ៉ាត់កាបូបដៃអីបើចង់ទិញពីជាងទៅបាទព្រោះអីជាងស្រុកខ្មែរនេះខ្ញុំស្គាល់ច្រើនណាស់ហើយខ្ញុំធានាជាងគាត់ធ្វើថាស្បែកហើយស្រុកខ្មែរគាត់កម័រយកជាប់មកធ្វើអានេះខ្ញុំនិយាយធានាមក100%ហើយបានចឹងមកស្បែកស្រុកយើងច្រើនបាទរោងចក្រធ្វើស្បែកស្រុកយើងដឹងស្រាប់ស្បែកជើងកាបូបពេញស្រុកខ្មែរហើយអញ្ចឹងអាកតុយស្បែកសហ្នឹងណាធូរថ្លៃទេអញ្ចឹងគាត់មិនចាំបាច់ទៅយកជ័រមកផលិតជូនបងប្អូនទេអញ្ចឹងជាងខ្ញុំឃើញគាត់ធ្វើស្បែកទាំងអស់ប៉ុន្តែសំខាន់ថាតម្លៃឯងបងប្អូនជ្រើសរើសទឹកដៃនិងតម្លៃទៅលើជាងមួយណាតែប៉ុណ្្នឹងឯងណាជាងខ្លះទៅគាត់លក់រៀងថ្លៃដែរគាត់ថាទឹកដៃគាត់ស្អាតណាគាត់ធ្វើស្អាតអញ្ចឹងឲ្យគាត់ថោកគាត់អត់លក់ទេគាត់ណាអញ្ចឹងឯណាតែចំណេញខ្ញុំឃើញថាបើស្បែកគឺស្បែកហ្មងនឹងទិញពីជាងទៅបើបងប្អូនទិញពីឈ្មួញខ្លះគាត់ថាគាត់អត់ចេះជំនាញអញ្ចឹងគាត់យកពីរបស់ចិនរបស់អីមកច្រើនហើយរបស់ចិនធម្មតាវារូបរាងវាស្អាតមែនបាទស្អាតតែបើបងប្អូនស្រឡាញ់ស្អាតអាហ្នឹងប្រើរបស់ចិនទៅបាទបើស្រឡាញ់របស់គុណភាពអាហ្នឹងទិញពីជាងខ្មែរនេះយើងទៅបាទខ្ញុំស្គាល់ទាំងអស់ហ្នឹងជាងហើយគាត់ផលិតកាបូបខ្សែក្រវ៉ាត់សិទ្ធជំនាញរបស់គាត់ណាព្រោះគាត់ធ្លាប់បងប្អូនខ្លះគាត់ធ្លាប់ធ្វើការនៅរោងចក្រទៅនៅស្រុកសៀមខ្លះទៅស្រុកខ្មែរលេឡំគ្នាគាត់មានជំនាញអញ្ចឹងគាត់ធ្វើស្អាតភ្លឹងហ្នឹងបាទសិតតែអ្នកដែលធ្វើឲ្យឈ្មោះបរទេសដែលនាំចេញទៅលក់ស្រុកគេហ្នឹងហើយយើងមិនធ្វើលក់ស្រុកយើងមានអីមិនរឿងអីមិនស្អាតបាទឡើងភ្លឹងដែរហ្នឹងប៉ុន្តែសំខាន់រឿងតម្លៃទេបងប្អូនសម្រាប់ចិត្តថាយកតម្លៃទៅលើជាងមួយណាអញ្ចឹងបាទហើយអាហ្នឹងទៅលើបងប្អូនទៅបាទហើយព្រោះអីឥឡូវសម័យនេះគេលក់តាមបណ្ដាញសង្គមណាអញ្ចឹងជាងមិនចាំបាច់ទៅមានតូបមានហាងអីធំទេបាទផ្ទះខ្លួនយើងហ្នឹងបាទរៀបចំឲ្យស្អាតទៅបាទធ្វើឲ្យដាក់លក់ទៅបាទអ្នកទិញគាត់ឃើញគាត់ជួយទិញហើយមិនចាំទៅជួលហាងអូស័យអូឡ িম্প ិកតម្លៃមួយខែរាប់ពាន់នាំតែពិបាកទេនឹងអាយ៉ាអេដមីនរីខមមិនអរិយជនទាំងអស់សម្រាប់ចិត្តទៅលើជាងទៅណាបាទជាងគាត់ធ្វើខ្ញុំធានាតែគាត់ធ្វើស្បែកសុទ្ធរបស់គាត់ហើយបានគាត់ថាបងប្អូនអរិយជនសម្រាប់ចិត្តទៅលើជាងមួយណាដែលមានទឹកដៃស្អាតតម្លៃសមរម្យបាទហ្នឹងកាត់ខ្លួនឯងទៅបាទអញ្ចឹងអរគុណបងប្អូនណាជួបគ្នាវីដេអូក្រោយហើយកុំភ្លេចជួយ follow page បងប្អូនបាត់ follow ច្រើនណាស់ប្រហែលថ្ងៃហ្នឹងបាត់ follow អស់លីងបាទ Facebook update បាត់ follow អស់ពី300 follow បាទអរគុណកុំភ្លេចជួយ follow បងប្អូនបាទអរគុណបាទជម្រាបលា